ចឹងចំណុចទី1យើងរៀនស្វែងយល់អំពីមេរៀនប្រព័ន្ធទឹកអញ្ចឹងខ្ញុំនឹងបើកនៅក្នុង file មេរៀនហ្នឹងដើម្បីបង្ហាញជូនអ្នកទាំងគ្នាអញ្ចឹងអ្នកទាំងគ្នាអាចមើលបាននៅក្នុងនេះដែលយើងហៅថា plumbing system ដែលយើងហៅថាប្រព័ន្ធទឹកហ្នឹងប្រព័ន្ធទឹករបស់យើងចែកចេញជា4ប្រព័ន្ធចំណុចទី1ដែលយើងហៅថា cold water system ដែលយើងហៅថាប្រព័ន្ធទឹកស្អាតចំណុចទី2ដែលយើងហៅថា hot water system ដែលយើងហៅថាប្រព័ន្ធទឹកក្តៅចំណុចទី3ដែលយើងហៅថា soil and waste water system ដែលយើងហៅថាប្រព័ន្ធទឹកកខ្វក់ចំណុចទី4ដែលយើងហៅថា rain water system ដែលយើងហៅថាប្រព័ន្ធទឹកភ្លៀងអញ្ចឹងនៅក្នុងនេះអ្នកទាំងគ្នាត្រូវចងចាំទាក់ទងប្រព័ន្ធទឹករបស់យើងចែកចេញជា4ប្រព័ន្ធនេះហើយចំណុចទី3ដែលយើងហៅថា soil and waste water system អញ្ចឹងអ្នកខ្លះគាត់ហៅថា sewage water system អញ្ចឹងបានន័យថាវាមានន័យដូចគ្នាដែលយើងហៅថាប្រព័ន្ធទឹកកខ្វក់ហ្នឹងហើយចំណុចទី4 rain water system អ្នកខ្លះគាត់ហៅថា storm water system អញ្ចឹងបានន័យថាវាមានន័យដូចគ្នាដែលយើងហៅថាបានន័យថាប្រព័ន្ធទឹកភ្លៀងរបស់យើងហ្នឹងអញ្ចឹងខ្ញុំនឹងបើកបានន័យថាមេរៀនបន្ទាប់ទាក់ទងនឹងប្រព័ន្ធទឹកស្អាតរបស់យើង